នេះជារបៀបដែលគេដឹកជញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរវាជាក្បួនរថយន្តដែលមានសុវត្ថិភាពបំផុតមួយនៅលើភពផែនដីកំពុងដឹកជញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរនៅកណ្ដាលរថយន្តធុនធំដឹកក្បាលគ្រាប់នៅខាងមុខមានប៉ូលីអមដំណើរហើយនៅជុំវិញវាមានរថពាសដែកចំនួន5គ្រឿងដែលដឹកដោយភ្នាក់ងារការពារមានច្រករុនដែលអាចបាញ់កាំភ្លើងនៅសងខាងនិងមានកាំភ្លើងយន្តនៅលើដំបូលហើយពួកវាទាំងអស់ត្រូវបានភ្ជាប់តាមរយៈប្រព័ន្ធអេឡិចត្រូនិកដែលអាចឆ្លើយតបទៅនឹងការវាយប្រហារក្នុងរយៈពេលតែប៉ុន្មានវិនាទីប្រសិនបើមានអ្វីខុសឡានធំនោះវាត្រូវបានគេហៅថា Warhead Transporter ទម្ងន់30តោនធន់នឹងគ្រឿងផ្ទុះការពារគ្រាប់កាំភ្លើងនិងបិទជិតប្រសិនបើត្រូវបានគេលួចវាអាចចាក់សោខ្លួនវាភ្លាមៗដោយមិនឲ្យបើកវាបានហើយនោះគ្រាន់តែជាក្រុមនៅលើដីប៉ុណ្ណោះចំណែកក្រុមនៅលើមេឃមានឧទ្ធម្ភាគចក្រយោធាដែលហោះមើលពីលើរហូតមកដល់សប្តាហ៍ថ្ងៃនេះគ្មាននរណាម្នាក់បានរំលោភបំពានក្បួនដឹកក្បាលគ្រាប់នុយក្លេអ៊ែរណាមួយដោយជោគជ័យនោះទេហើយឥឡូវនេះអ្នកដឹងពីមូលហេតុហើយ